អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទលើមន្ត្រីស្ត្រីម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមទើបតែត្រូវបានកូរ៉េខាងត្បូងដាក់ឈ្មោះឲ្យជាប់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទក្នុងអំឡុងពេលលោកធ្វើដំណើរទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងយោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាមចេញផ្សាយកាលពីថ្ងៃទី21ខែតុលាឆ្នាំ2025បានឲ្យដឹងថាទីភ្នាក់ងារសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សម្ដីមន្ត្រីមកពីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលនិយាយថាអ្នកដែលត្រូវបានគេដាក់ឈ្មោះក្នុងរឿងអាស្រូវផ្លូវភេទចុងក្រោយគឺឧត្តមសេនីយ៍និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិព័ត៌មានខាងលើត្រូវបានចុះផ្សាយក្នុងសារព័ត៌មានកូរ៉េជាច្រើនហើយបានបង្កការខឹងសម្បារដល់សាធារណជនក្នុងប្រទេសមួយនេះជាលើកទី3ហើយដែលមន្ត្រីវៀតណាមត្រូវបរទេសចោទថាពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទក្នុងរយៈពេលតិចជាង2ឆ្នាំដែលលើកនេះជនត្រូវចោទជាមន្ត្រីជាន់ខ្ពស់ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សទីភ្នាក់ងារសារព័ត៌មានយុនហាប់បានដកស្រង់ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី20ខែតុលាដោយនិយាយថាទីភ្នាក់ងារបានកោះហៅអនុព័ន្ធការពារជាតិវៀតណាមដើម្បីសម្ដែងការតវ៉ារបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់ពីបទប្រព្រឹត្តខុសផ្នែកផ្លូវភេទដោយអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីខែមុនយោងតាមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមបានប៉ះដោយមិនសមរម្យលើស្ត្រីជាមន្ត្រីរាជការកូរ៉េខាងត្បូងក្នុងអំឡុងពេលទទួលស្វាគមន៍ជាមួយមន្ត្រីយោធាជាន់ខ្ពស់កាលពីថ្ងៃទី11ខែកញ្ញានៅពេលនោះអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមរូបនេះបានស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ2025ដែលជាព្រឹត្តិការណ៍មួយដែលមានការចូលរួមពីមនុស្សប្រហែលជា 1000 នាក់មកពី68ប្រទេសនិងអង្គការអន្តរជាតិអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright